ពីមុនមកពេលដែលចាប់ក្មេងទំនើងបានគឺធ្វើនីតិវិធីបាទទៅតុលាការអីចឹងដើម្បីយកគាត់ទៅដាក់ក្នុងពន្ធនាគារអីចឹងមកបាទគ្រប់ជំរាបសួរពុកម៉ែបងប្អូននៅក្នុងបណ្ដាញសង្គមជាទីរាប់អាននេះខ្ញុំចេញវីដេអូមួយតាក់ទងជាមួយនឹងក្មេងទំនើងប្រហែលថ្ងៃមុននេះបាទមានការផុសផុលតាក់ទងជាមួយនឹងក្មេងទំនើងដោយសារតែដោយបងប្អូនបានឃើញស្រាប់ហើយនៅក្នុងបណ្ដាញសង្គមក្មេងទំនើងជាច្រើនបាទដែលហាក់ដូចជាកើនឡើងច្រើនទៅយ៉ាងណាទេបាទចូលឆ្នាំប្រហែលថ្ងៃមុននេះបាទយើងឃើញវីដេអូក្មេងទំនើងវាយគ្នាកាប់ចាក់គ្នាតាមផ្លូវបាទមើលទៅសាហាវមានវីដេអូខ្លះនោះគឺយើងមើលទៅហាក់ដូចជាអនុញ្ញាតធម៌មែនទែនបាទពួកគាត់ដេញវាយគ្នាដេញកាប់គ្នាបាទបើថាម្ចាស់ម៉ូតូរត់រួចហ្នឹងគឺម៉ូតូនឹងត្រូវឲ្យខ្ទេចបាទមានដាវមានអីវាយខ្ទេចខ្ទីអស់បាទហើយបើថារត់រួចកាប់គ្នាអីពេញនោះបាទក្នុងសង្គមมันអាចបាទបណ្ដែតបណ្ដោយឲ្យក្មេងទំនើងទាំងអស់នេះបាទមានកាន់តែច្រើនទៅនោះទេបាទពីព្រោះអីវាពិតជាធ្វើឲ្យប៉ះពាល់និងមានភាពភ័យខ្លាចបាទសម្រាប់ការដំណើររបស់ប្រជាពលរដ្ឋទូទៅក៏ដូចជាការរស់នៅផងដែរបាទអញ្ចឹងប្រហែលថ្ងៃមុននេះគឺនាយករដ្ឋមន្ត្រីបានមានប្រសាសន៍តាក់ទងជាមួយនឹងក្មេងទំនើងថាក្មេងទំនើងតើចាប់បានគួរយកទៅណាពីមុនមកពេលដែលចាប់ក្មេងទំនើងបានគឺធ្វើនីតិវិធីបាទទៅតុលាការអីចឹងដើម្បីយកគាត់ទៅដាក់ក្នុងពន្ធនាគារអីចឹងមកបាទរយៈពេលកំណត់ណាមួយប៉ុន្តែបើតាមប្រសាសន៍បាទរបស់នាយករដ្ឋមន្ត្រីថាក្មេងទំនើងមួយចំនួនខ្លះនោះបាទពីពន្ធនាគារមកវិញហ្នឹងគឺគាត់មិនបានកែបាទមិនបានកែប្រែនៅកប្បកិរិយាឬក៏សកម្មភាពកាលពីមុនជាប់ពន្ធនាគារទេបាទបានន័យថាគាត់នៅដដែលបាទមិនកែប្រែមិនរៀងចាលនោះទេនាយករដ្ឋមន្ត្រីគាត់ឲ្យអ្នកច្បាប់បាទឲ្យអ្នកច្បាប់សិក្សាបាទដូចអាដាមកើតរិទ្ធបាទឧបនាយករដ្ឋមន្ត្រីក្រសួងយុតិធធបាទសិក្សាផ្លូវច្បាប់តាក់ទងជាមួយនឹងក្មេងទំនើងនេះថាតើពេលចាប់បានយកទៅណាបាទបើតាមប្រសាសន៍គាត់គឺបញ្ជូនទៅតាមព្រំដែនបាទបញ្ជូនទៅព្រំដែនដើម្បីជួយកងទ័ពតាក់ទងជាមួយនឹងការចាក់លេនដ្ឋានបាទធ្វើលេនដ្ឋានទាហានបាទធ្វើកន្លែងសម្រាប់ទាហាននៅឯព្រំដែននោះបាទពេលមានការប៉ះទង្គិចណាមួយជាមួយនឹងប្រទេសជិតខាងបាទវីដេអូនេះខ្ញុំសូមចូលរួមឲ្យយុវជនដែលខ្លួនឯងបាទជាកូនខ្មែរបាទយើងគួរតែកែប្រែអរិយាប័ត្រទាំងឡាយដែលសង្គមមិនទទួលស្គាល់ហ្នឹងបាទឈប់ទៅបងប្អូនបាទនៅផ្ទះជួយការងារឪពុកម្ដាយបាទធ្វើការងារនេះធ្វើការងារនោះបាទរកចំណូលគ្រប់គ្រងគ្រួសារទៅកុំឲ្យខ្លួនឯងហ្នឹងបាទខ្លាយទៅជាក្មេងទំនើងហើយត្រូវបានជាប់ពាក់ព័ន្ធជាមួយនឹងគ្រឿងញៀនអីផ្សេងទៀតហ្នឹងហើយត្រូវបានមានទោសមានទណ្ឌអីចឹងហើយឈានទៅដល់ព្រំដែនដើម្បីកសាងលេនដ្ឋានអីផ្សេងពីព្រោះបងអូនដឹងហើយថាវាមិនស្រួលទេបាទវាមិនស្រួលដូចនៅផ្ទះយើងទេណាអញ្ចឹងបងប្អូនគួរតែកែបាទកែប្រែអរិយាប័ត្រចរិតឫកពាបាទកុំដើរតាមមិត្តដែលមិនល្អបាទយើងគួរតែកែប្រែហើយអាណិតដល់ឪពុកម្ដាយដែលខំចិញ្ចឹមបីបាច់ថែរក្សាយើងតាំងពីតូចរហូតដល់ធំបាទ